ពេលដែលឡើងទៅដល់លើភ្នំភ្លាមមានអារម្មណ៍ថាខ្លួនឯងបានឡើងទៅឋានសួគ៌ចឹងមែនបងជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះវ៉ាន់សេរ៉ាខ្ញុំឈ្មោះវុតអ៊ុនសុនទ្រីខ្ញុំឈ្មោះហងយីជៀនខ្ញុំឈ្មោះលេងស្រៀងពួកខ្ញុំគឺជានិស្សិតដែលទើបតែត្រឡប់មកពីទស្សនកិច្ចសិក្សានៅប្រទេសចិនរយៈពេល2សប្តាហ៍សម្រាប់ខ្ញុំវាគឺជាបទពិសោធន៍មួយដ៏ថ្មីសម្រាប់ខ្ញុំហើយគឺជាការហោះហើរលើកដំបូងរបស់ខ្ញុំដែរនៅក្នុងឆាកជីវិតរបស់ខ្ញុំហ្មងនិយាយទៅខ្ញុំទទួលបានបទពិសោធន៍ច្រើនមែនតើនិយាយប្រៃរវាងជូរចត់គឺមានគ្រប់រសជាតិតែម្ដងហើយស្គាល់អ្វីតែថ្មីស្គាល់កន្លែងថ្មីស្គាល់មិត្តភ័ក្តិថ្មីហើយមានមិត្តភ័ក្តិបរទេសទៀតដែលនិយាយថារាប់អានគ្នាមកដល់សប្តាហ៍ថ្ងៃហ្នឹងបើសម្រាប់ខ្ញុំមានអារម្មណ៍ថាប្លែកបានទៅដល់ប្រទេសចិនយើងឃើញថាប្រទេសគេអភិវឌ្ឍខ្លាំងទៅលើបច្ចេកវិទ្យាអីជាដើមបាទបើសម្រាប់ខ្ញុំវិញវាប្លែកចង់និយាយថាអត់ដឹងថាត្រូវនិយាយមួយវាប្លែកខ្លាំងណាសម្រាប់ខ្ញុំវិញមានអារម្មណ៍ថាសប្បាយផងភ័យផងដំបូងឡើយភ័យហ្នឹងដោយសារតែយើងត្រូវ transit នៅកងជើហ្នឹងរយៈពេល13ម៉ោងវាជួបបទពិសោធន៍ថ្មីមួយទៀតហើយសម្រាប់ពួកយើងគឺគេងនៅហ្នឹងហ្មងអត់មានកន្លែងគេងឲ្យស្រួលគេងនៅលើកៅអីអត់គេងឲ្យបានគ្រប់គ្រាន់ទៀតហើយមួយទៀតហ្នឹងគឺពេលខ្ញុំទៅដល់ប្រទេសចិនហ្នឹងផ្លូវគេគឺអត់មានសម្រាមហ្មងនិយាយទៅ smooth ស្រួលជិះខ្លាំងមែនតើមានដើមឈើច្រើនខ្លាំងមែនតើច្រើនមែនតើពេលខ្លះទៅមុន schedule គេទៀតគេត្រូវនាំទៅកន្លែងហ្នឹងហើយស្អែកឡើងត្រូវនាំយើងទៅកន្លែងនោះប៉ុន្តែយើងទៅមុនគេទៀតហើយតែគេថាជើងវែងគេចាញ់ថាជើងវែងមែនទេសល់លុយច្រើនជិះតាក់ស៊ីទៅមកហ្នឹងក៏អស់មកកោកដែរតែអញ្ចឹងកន្លែងណាដែលគេថាអនឡាញគេថាសบายបំផុតណាច្រើនបងសบายសឹងគ្រប់កន្លែងមកត្រូវលើកមួយណាវាច្រើនពេលវាស្មើគ្នាពេលក៏ហ្នឹងហើយឥឡូវខ្ញុំលើកមួយហួងសានឡើងទៅភ្នំហួងសាននៅខេត្តណាវិញណានៅខេត្តណាមួយនឹងបងចាបងតំបន់កន្លែងទេសចរមួយគេល្បីនៅចិនហ្នឹងបងភ្នំហ្នឹងក៏ជាភ្នំល្បីមួយនៅចិនដែរពេលនិយាយទៅ experience ថ្មីទៀតហើយបងបានជិះអាកន្ត្រកឡើងលើភ្នំហ្នឹងហើយឡើងទៅដល់វាដូចថាយើងទៅចំថ្ងៃអាកាសធាតុវាអត់សូវល្អមានភ្លៀងហើយចុះអាប់យើងមើលទេសភាពអីអត់សូវឃើញប៉ុន្តែពេលដែលឡើងទៅដល់លើភ្នំភ្លាមមានអារម្មណ៍ថាខ្លួនឯងបានឡើងទៅឋានសួគ៌ចឹងមែនបងសម្រាប់ខ្ញុំបទពិសោធន៍ដែលទៅហួងសានហ្នឹងគឺខ្ញុំពាក់វិជើងផ្ទាត់ឡើងភ្នំពេលហ្នឹងរៀងភ័យដែរខ្លាចល្អិលហើយដើរអីក៏រៀងប្រយ័ត្នប្រយែងជាងគេដែរខ្ញុំអត់សូវហ៊ានដើរលឿនហ្នឹងសម្រាប់ខ្ញុំទៅខេត្តសម្រាប់គេសម្រាប់ចាបងសម្រាប់ជីវិតនៃការរស់នៅហ្នឹងខ្ញុំគិតថាប្រទេសគេអភិវឌ្ឍជឿនលឿនមែនប៉ុន្តែសម្រាប់ដូចថាការប្រកបអាជីវកម្មជីវភាពរស់នៅរបស់ប្រជាជនគេហ្នឹងគឺគេដូចថាតាមតំបន់ទេសចរហ្នឹងគឺគេលក់ដូរអីតាមបែបសាមញ្ញធម្មតាអញ្ចឹងពេលដែលយើងទៅដល់គឺវាប្លែកភ្នែកដែរសម្រាប់យើងហើយរបស់អីក៏ធូរថ្លៃដែរហើយប្លែកហើយកន្លែងណាដែលទំនើបហ្នឹងទៅយើងថាគេអភិវឌ្ឍជឿនលឿនហ្នឹងទៅគេលក់ដូររស៊ីក៏អាវ៉ាន់អីក៏ថ្លៃហើយដូចថាយើងមើលឃើញទីផ្សារស្រុកគេគឺពិតជាជឿនលឿនមែនតើយើងដើររៀងនៅក្រោយគេបន្តិចហើយអញ្ចឹងពេលដែលទៅប្រហែលថ្ងៃហ្នឹងឃើញថានៅក្នុងការចាយវាគេប្រើគេហ្នឹងភាគច្រើននៅក្នុងវីស៊ីលីផេចាមកគេភាគច្រើនប្រើតាមប្រព័ន្ធកងធនាគារគេច្រើនជាងហើយបើសិនជាយើងមានលុយសុទ្ធក៏យើងរៀងពិបាកចាយដែរព្រោះអីវាត្រូវអាប់កាក់សេនវាច្រើនហើយគាត់ឯងរាប់កាក់មួយទៅក៏វែងដែរបងកាក់ទៅខ្លះទុកទៅបាត់ទៀតពេលខ្លះសឹងតែអត់មានលុយអាប់ឲ្យទៀតដល់ចាំគេទៅដូរលុយចឹងជាចុងក្រោយតើមានពាក្យពេចន៍អីផ្សាយ5ទៅអ្នកដែលកំពុងតែទស្សនា
ចឹងជាចុងក្រោយខ្ញុំសូមអរគុណទៅដល់សាកលវិទ្យាល័យទូនហ្វាដែលបានផ្ដល់ឱកាសឲ្យពួកខ្ញុំទាំង4នាក់បានទៅទស្សនកិច្ចនៅប្រទេសចិនបានស្គាល់នៅបទពិសោធន៍ថ្មីៗជាច្រើនហើយខ្ញុំបានរៀនសូត្រច្រើនខ្លាំងមែនទែនពីបែបបទពីការរស់នៅខាងប្រទេសចិនហ្នឹងឯងអរគុណ ចាសម្រាប់ខ្ញុំវិញគឺខ្ញុំសូមជូនពរទៅដល់បងប្អូនទី12ឲ្យប្រឡងបាននិទេសល្អទាំងអស់គ្នា ហើយមួយវិញទៀតសាលារៀនទូនហ្វាបានបង្កើតទៅជាសាកលវិទ្យាល័យទូនហ្វាដោយសាកលវិទ្យាល័យទូនហ្វារបស់យើងហ្នឹងគឺមាន11ជំនាញដែលជំនាញទាំងអស់ហ្នឹងគឺយើងសិក្សារយៈពេល4ឆ្នាំដោយភាសាចិន ហើយមួយវិញទៀតណាអ្នកទាំងអស់គ្នាហ្នឹងនឹងអាចមានឱកាសហ្នឹងបានទៅទស្សនកិច្ចសិក្សានៅប្រទេសចិនដូចពួកខ្ញុំចឹងហើយអ្នកទាំងអស់គ្នាចាប់ផ្ដើមចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យទូនហ្វាទាំងអស់គ្នាណា បាយបាយ